បាទជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំសូមធ្វើវីដេអូមួយបាទពាក់ព័ន្ធជាមួយនឹងដើមរុក្ខជាតិរបស់ខ្មែរយើងថានេះថាដើមមនបងប្អូនបាទនេះដើមមនពុកម៉ែបងប្អូនបាទនេះក៏ដាំផ្លែល្អហើយឃើញថាចំការគាត់ខាងក្រោយនេះគឺមានដើមតបែកដើមមៀនដើមអីគឺល្អពុកម៉ែបងប្អូនអើយនេះឥឡូវផ្លែដើមតបែកចាប់ដើមផ្លែនេះតបែកគីឡូពុកម៉ែបងប្អូនអានេះប៉ានេះផ្លែបាត់ហើយនេះបាទពុកម៉ែបងប្អូនអានេះគឺពុទ្ធាគីឡូយើងបងប្អូនឥឡូវប៉ានេះគឺផ្លែបាត់ហើយនេះបាទអានេះថា4 ថ្ងៃទៀតឃើញថាហូបបាននេះផ្លែធំលឿនប៉ានេះផ្លែបាត់អស់ហើយទូពុទ្ធាផ្សាំបងប្អូនបាទមានដីអាចដាំ4-5 ដើមទៅឲ្យកូនគាត់បេះហូបអញ្ចឹងណាបងប្អូនណាបាទនេះគេហៅថាម្រះព្រៃពុកម៉ែបងប្អូនពុកម៉ែបងប្អូនខ្លះគាត់ស្គាល់បាទពុកម៉ែបងប្អូនខ្លះក៏គាត់អត់ទាន់ស្គាល់ដែរថាម្រះព្រៃនេះគឺវាល្មិចនេះឥឡូវខ្ញុំបង្ហាញពុកម៉ែបងប្អូនណានេះបាទផ្លែវានិយាយរួមទៅដូចផ្លែម្រះយើងដែរគ្រាន់តែវាខ្លីៗឯងពុកម៉ែបងប្អូនតែស្លឆ្ងាញ់បាទស្លកូឆ្ងាញ់ណាខ្ញុំស្លហើយបាទហើយល្អណាស់នៅខាងនេះខាងលវាអែមហ្នឹងសម្បូរបងប្អូនយើងនេះត្រួយខ្ចីអញ្ចឹងខ្ញុំបេះស្លហើយមុននោះគឺបេះស្លម្សាហើយឥឡូវចាប់ដើមផ្លែទៀតហ្នឹងបាទផ្លែល្អម្រះហើយក្តាប់ម្រះហ្នឹងប៉ុណ្ណឹងយើងបេះមកបាទពុះវាមកទៅលក់ប្រហុកឆ្ងាញ់បងប្អូនល្វីងតិចបាទឆ្ងាញ់អានេះឃើញថាចំការដាំស្លឹកគ្រៃបងប្អូនបាទកន្លែងខ្ញុំធ្វើការសិតស្លឹកគ្រៃតែល្អណាបងប្អូនហ្នឹងបាទដើមល្អណាបាទចំការស្វាយការពោតបាទក៏សូមអនុញ្ញាតគ្រប់នឹងជម្រាបសួរទៅដល់ពុកម៉ែបងប្អូនដែលនៅក្នុងស្រុកនិងក្រៅស្រុកបាទថ្ងៃនេះដែរខ្ញុំមានរបស់មួយខ្សែដើម្បីធ្វើជាវីដេអូដើម្បីចែកជូនដល់ពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនត្រូវការជាងបាទតម្លៃធូរថ្លៃថោកសមរម្យពុកម៉ែបងប្អូនអាចតាក់ទងមកខាងតាម YouTube ឬមួយក៏តាម Page ខ្ញុំបាទដែលខ្ញុំធ្វើវីដេអូជារៀងរាល់ថ្ងៃថ្មីណាពុកម៉ែបងប្អូនបាទហើយតម្លប់លបងប្រភេទនេះគឺតម្លៃគេធូរថ្លៃមែនទែនបាទកម្ពស់វាឥត21 ម៉ែត្រពុកម៉ែបងប្អូនបាទឥត21 ម៉ែត្រចាក់ធ្នឹមឥតស៊ីម៉ង់នោះ1 ម៉ែត្រទៀតហើយនឹងសំណាញ់1 ម៉ែត្រទៀតណាបងប្អូនណាបាទនេះសំណាញ់ណាបាទគឺ1 ម៉ែត្រតែ$55ទេពុកម៉ែបងប្អូនបាទដោយសារអីពីមុនខ្ញុំធ្វើតែ50ទេបាទតែឥឡូវដោយសារអីវ៉ាន់សម្ភារៈគឺឡើងថ្លៃទាំងអស់ណាពុកម៉ែបងប្អូនខាងខ្ញុំនេះក៏អត់ចង់តម្លើងថ្លៃទេដោយសារខ្លាចពុកម៉ែបងប្អូនស្រែកទាំងចេះចុះថ្លៃអញ្ចឹងណាពុកម៉ែបងប្អូនណាបាទបើសិនជាមិនតម្លើងថ្លៃបន្តិចបន្តួចទេគឺថាធ្វើទៅអត់បានទេធ្វើខាតអញ្ចឹងណាពុកម៉ែបងប្អូនបាទបើសិនជាពុកម៉ែបងប្អូនតម្រូវការចង់សាងសង់បាទលបងបាំងព្រំដីដែលមានតម្លៃធូរថ្លៃពុកម៉ែបងប្អូនណាបាទសូមតាក់ទងមកតាមលេខទូរស័ព្ទតាមលេខ Telegram ឬតាម YouTube បាទខ្ញុំនឹងទទួលធ្វើ25ខេត្តក្រុងពុកម៉ែបងប្អូនណាបាទហើយលបងមួយខ្សែនេះគឺខ្ញុំធ្វើនៅខាងក្រុងអរិយខ្សាត់បាទខាងលវាអែមពុកម៉ែបងប្អូនណាបាទប្រវែងចូល300 ម៉ែត្រជាងបាទឥឡូវបានឃើញថាហើយមួយជំហៀងហើយបាទ
នៅមួយចំហៀងទៀតណាពុកម៉ែបងប្អូនបាទបើសិនជាពុកម៉ែបងប្អូនមានតម្រូវការអាចតាក់ទងមកពុកម៉ែបងប្អូនណាបាទបើពុកម៉ែបងប្អូនអាចមិនធ្វើគឺពុកម៉ែបងប្អូនអាចសាកសួរបាទសាកសួរថាលបងខ្ញុំធ្វើ1 ម៉ែត្រប្រហែល1 ម៉ែត្រប្រហែលបាទបងប្អូនអាចសាកសួរបានណាបងប្អូនណាបាទតាមចិត្តតាមឆ្ងាយតម្លៃថ្លៃធ្នូគឺមានបញ្ជាក់បាទបងប្អូនតាក់ទងមកគឺបងប្អូននឹងដឹងបាទជាចុងក្រោយនឹងសូមពុកម៉ែបងប្អូនជួយ share ឲ្យមេដៃម្នាក់មួយផងពុកម៉ែបងប្អូនដើម្បីឲ្យខាងភេកខ្ញុំបាទនឹងដើរបានបន្តិចទៅគីឡូបងមានបងប្អូនចង់តាក់ទងធ្វើអញ្ចឹងណាពុកម៉ែបងប្អូនណាបាទហើយក៏សូមអរគុណទៅដល់ពុកម៉ែបងប្អូនដែលបានតាមដាននឹងទស្សនាเพจរបស់ខ្ញុំបាទសូមអរគុណសូមជម្រាបលាពុកម៉ែបងប្អូនបាទ